នៅក្នុងយុគសម័យ Digital ដែលព័ត៌មានអាចផ្សាយភាយលឿនជាងពន្លឺការគ្រប់គ្រងនិងការផ្សព្វផ្សាយព័ត៌មានពិតបានក្លាយជាសសរស្តម្ភដ៏សំខាន់បំផុតមួយក្នុងការថែរក្សាសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍប្រកបទៅដោយចីរភាពសម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងដែលរួមមានប្រទេសចំនួន6កម្ពុជាចិនឡាវមីយ៉ាន់ម៉ាថៃនិងវៀតណាមព័ត៌មានពិតមិនត្រឹមតែជាចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែគឺជាខ្សែចម្លងធម៌ពលនៃជំនឿទុកចិត្តនៅក្នុងកិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនកាលពីពេលថ្មីនេះលោកបណ្ឌិតចិនសុជាតិមន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថាការប្រើប្រាស់ប្រព័ន្ធព័ត៌មាននៅក្នុងទិសដៅវិជ្ជមានមិនត្រឹមតែជួយផ្សព្វផ្សាយពីការអភិវឌ្ឍប៉ុណ្ណោះទេប៉ុន្តែគឺជាឧបករណ៍យុទ្ធសាស្ត្រក្នុងការកសាងទំនុកចិត្តឲ្យគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងតាមរយៈមូលនិធិមេគង្គឡានឆាងគឺធ្វើរឿងតាក់ទងនឹងប្រព័ន្ធព័ត៌មានคล้ายๆដែលយើងឃើញចេញថ្មីនេះពីព្រោះព័ត៌មានคล้ายៗនេះវាអាចវាយប្រហារតាក់ទងទៅទាំងមិនមែនតែរឿងតាក់ទងប្រព័ន្ធសង្គមប្រព័ន្ធសេដ្ឋកិច្ចប្រព័ន្ធតំណែងអីទាំងអស់ដែលធ្វើឲ្យមានការភ័យខ្លាចធ្វើឲ្យមានការភាន់ច្រឡំអញ្ចឹងប្រទេសទាំងអស់នៅក្នុងតំបន់គឺត្រូវរួមគ្នាបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធព័ត៌មានដែលការប្រឆាំងព័ត៌មានคล้ายៗវាជារឿងសំខាន់មួយយើងគិតទៅមុខទៀតពីព្រោះព័ត៌មានคล้ายៗវាដូចជាក្របបែកមួយដូចជាអាវុធមួយដែលអាចបំផ្លាញគ្នាទៅវិញទៅមកអញ្ចឹងយើងរស់នៅបណ្ដាប្រទេសដែលរួមគ្នាក្នុងតំបន់នេះយើងចង់បានសន្តិភាពយើងចង់បានការវិវត្តយើងចង់បានសេចក្តីសុខជាមួយគ្នាអញ្ចឹងយើងត្រូវជឿទុកចិត្តគ្នាយ៉ាងម៉េចការកសាងជំនឿទុកចិត្តជាមួយគ្នាហ្នឹងព័ត៌មានពិតនិងមិនពិតហ្នឹងវាយ៉ាងម៉េចហើយវាផ្ដល់ផលអវិជ្ជមានអីខ្លះដល់ទំនាក់ទំនងអញ្ចឹងរឿងដែលយើងត្រូវធ្វើគឺរឿងតាក់ទងទៅនឹងប្រព័ន្ធព័ត៌មានដែលបានប្រើដើម្បីជាប្រយោជន៍នៅក្នុងការវិវត្តឬក៏យើងវាយប្រហារគ្នាយ៉ាងម៉េចអានឹងយើងត្រូវគិតតាក់ទងទៅនឹងរឿងប្រព័ន្ធព័ត៌មាននេះបាទក្រមគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងក្រសួងព័ត៌មាននៃប្រទេសកម្ពុជានិងស្ថានទូតចិនប្រចាំនៅកម្ពុជាបានបើកយុទ្ធនាការលុបបំបាត់ព័ត៌មានคล้ายៗក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់មេគង្គឡានឆាងដើម្បីធានាសន្តិសុខព័ត៌មាននិងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតថ្លែងនៅក្នុងពិធីសម្ពោធការអនុវត្តគម្រោងមេគង្គឡានឆាងនៅទីស្តីការក្រសួងព័ត៌មានកាលពីថ្ងៃទី12ខែមីនាឆ្នាំ2026កន្លងមកនេះអាដាមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថាយុទ្ធនាការនេះធ្វើឡើងនៅក្នុងគោលបំណងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីកិត្តិនាមនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងរវាងប្រទេសកម្ពុជានិងប្រទេសចិនជាពិសេសនោះជាមួយនឹងក្រសួងព័ត៌មានតាមរយៈការសម្របសម្រួលពីស្ថានទូតចិនប្រចាំនៅកម្ពុជានិងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាគម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានคล้ายៗដំណាក់កាលទី2នេះមានលក្ខណៈខុសប្លែកពីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដែលក្រសួងព័ត៌មានបានចាប់ផ្ដើមអនុវត្តតាំងពីខែមេសាឆ្នាំ2024នៅក្នុងដំណាក់កាលទី2នេះយើងធ្វើជាលក្ខណៈតំបន់ដោយមានការចូលរួមពីប្រទេសឡាវវៀតណាមភូមារួមជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនដែលជាប្រទេសម្ចាស់ជំនួយនៅក្នុងការអនុវត្តគម្រោងនេះអាដាមនេតភត្រាបានបន្តទៀតថាយុទ្ធនាការនេះបន្ស៊ីទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ2024-2028របស់ក្រសួងព័ត៌មានដែលផ្ដល់អាទិភាពចម្បងលើការរួមចំណែកថែរក្សាសន្តិភាពស្ថិរភាពនយោបាយតាមរយៈការគ្រប់គ្រងសណ្ដាប់ធ្នាប់នៅក្នុងវិស័យព័ត៌មានលំហូរព័ត៌មាននិងសន្តិសុខព័ត៌មានព្រមទាំងការពង្រឹងការទូតព័ត៌មានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងនៅលើសកលលោកសម្ដៅផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាពិសេសនោះការរៀបចំយុទ្ធនាការនេះសមស្របទៅនឹងការបំរែបំរួលចរន្តនយោបាយសកលលោកដែលប្រព័ន្ធផ្សព្វផ្សាយកំពុងតែដើរតួនាទីសំខាន់ជាងពេលណាទាំងអស់នៅក្នុងការផ្ដល់ព័ត៌មានពិតជូនដល់សាធារណជនទូទៅនិងគួរត្រូវតែប្រើប្រាស់ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសនៅក្នុងតំបន់មេគង្គឡានឆាងក៏ដូចជាសកលលោកសម្ដៅកសាងសន្តិភាពវិបលភាពរួមគ្នា
អាយដាមចេនចុងទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងនេះនឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឲ្យមានវិជ្ជាជីវៈក្នុងការត្រួតពិនិត្យនិងការវាយតបទៅនឹងព័ត៌មានមិនពិតដែលមានបំណងបំផ្លាញទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនអាដាមបានបន្តទៀតថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះមូលនិធិពិសេសមេគង្គឡានឆាងបានគាំទ្រគម្រោងសរុបជាង80គម្រោងនៅក្នុងប្រទេសកម្ពុជាក្នុងនោះក្រសួងព័ត៌មានបានអនុវត្តដោយជោគជ័យនៅគម្រោងចំនួន5ដែលសុទ្ធសឹងតែជាគម្រោងជំរុញតម្លាភាពនិងគុណភាពនៃព័ត៌មាននៅក្នុងតំបន់បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកនិងកសាងសហគមន៍ជោគវាសនារួមនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គឡានឆាងសរុបមកក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងព័ត៌មានពិតគឺជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការកម្ចាត់នៅមន្ទិលសង្ស័យនិងការលាបពណ៌ពីមជ្ឈដ្ឋានខាងក្រៅនៅពេលដែលប្រជាជននៅក្នុងតំបន់ទទួលបានព័ត៌មានដែលត្រឹមត្រូវគ្រប់ជ្រុងជ្រោយនិងមានតម្លាភាពនោះជំនឿទុកចិត្តនឹងកើតមានឡើងដោយឯកឯងដែលជាគន្លឹះដ៏រឹងមាំសម្រាប់សន្តិភាពនិងវិបុលភាពយូរអង្វែងសម្រាប់អនុតំបន់ទាំងមូល